លោកតាន់សុងហ្វ្រង់សឺតាំងពីថ្ងៃផ្ទុះអាវុធរវាងកងទ័ពកម្ពុជានិងថៃសម្ដេចធិបតីហ៊ុនម៉ាណែតតាមដានជាប់ជាប្រចាំនិងបញ្ជាផ្ទាល់ចេញពីតូក្យូឲ្យចល័តទ័ពនៅជាយដែនបើទោះបីកំពុងមមាញឹកខ្លាំងក្នុងការបំពេញទស្សនកិច្ចនៅក្រៅប្រទេសហើយស្របពេលដែលមានហេតុការណ៍ផ្ទុះអាវុធរវាងកងទ័ពកម្ពុជាថៃនៅតំបន់មុំបីខេត្តព្រះវិហារសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាគឺតាមដានសភាពការជាប់ជាប្រចាំរហូតមកដល់ពេលឡើងយន្តហោះត្រឡប់មកប្រទេសកម្ពុជាវិញនៅរសៀលថ្ងៃទី31ខែឧសភាឆ្នាំ2025នៅក្នុងសន្និសីទសារព័ត៌មានបង្ហាញអំពីលទ្ធផលនៃដំណើរទស្សនកិច្ចទៅក្រៅប្រទេសរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជានៅយប់ថ្ងៃទី31ខែឧសភានេះលោកតាន់សុងហ្វ្រង់សឺរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានអះអាងថាជុំវិញការចល័តកងទ័ពចេញនៅតំបន់ផ្ទុះអាវុធនៅព្រំដែនគឺសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជាអ្នកបញ្ជាដោយផ្ទាល់ដៃចេញពីទីក្រុងតូក្យូប្រទេសជប៉ុនទីដែលកំពុងបំពេញទស្សនកិច្ចការតាមដានជាប់ជាប្រចាំអំពីការវិវត្តសភាពការនៅតំបន់ព្រំដែនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានធ្វើការទំនាក់ទំនងតាមឋានានុក្រមគឺចាប់ពីឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិអគ្គមេបញ្ជាការកងយុទ្ធពលខេមរៈភូមិន្ទនិងមេបញ្ជាការកងទ័ពជើងគោកផ្ទាល់តែម្ដងដើម្បីក្តាប់ឲ្យជាប់ពីសភាពការដែលបានវិវត្តថ្មីក្រោយហេតុការណ៍ប៉ះទង្គិចដោយអាវុធរវាងកងទ័ពកម្ពុជាថៃលោកតាន់សុងហ្វ្រង់សឺបានថ្លែងយ៉ាងដូចនេះថាចាប់តាំងពីថ្ងៃផ្ទុះអាវុធរហូតដល់ឡើងយន្តហោះធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកកម្ពុជាវិញក្នុងរសៀលថ្ងៃទី31ខែឧសភានេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតតាមដានរហូតការអភិវឌ្ឍសភាពការទូទៅនៅជាយដែនសម្ដេចផ្ទាល់តែម្ដងដែលជាអ្នកបញ្ជាកងទ័ពពីតូក្យូប្រទេសជប៉ុនឲ្យចល័តទ័ពទៅជាយដែននេះជាការអនុវត្តផែនការបម្រុងរបស់កងទ័ពក្នុងការត្រៀមការពារបូរណភាពទឹកដីកម្ពុជាយើងហើយសភាពការទូទៅក្នុងពេលនេះវិលរកភាពស្ងប់ស្ងាត់វិញហើយបើតាមលោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរហូតមកដល់ពេលនេះស្ថានភាពនៅតំបន់ព្រំដែនកម្ពុជាថៃពិសេសនៅតំបន់មុំបីទីដែលជាការប៉ះទង្គិចដោយអាវុធនោះបានវិលត្រឡប់មកសភាពធម្មតាវិញហើយលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវតែជឿជាក់និងផ្ដល់ទំនុកចិត្តដល់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជានិងកងទ័ពរបស់ប្រទេសកម្ពុជាក្នុងការស្វែងរកដំណោះស្រាយនៅតំបន់ព្រំដែនដោយតម្កល់នៅឧត្តមប្រយោជន៍ជាតិជាធំនិងជាទីភាពបំផុតក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅប្រទេសជប៉ុននៅព្រឹកថ្ងៃទី31ខែឧសភាឆ្នាំ2025នេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតក៏បានប្រកាសដែរថារាជរដ្ឋាភិបាលក្រសួងការពារជាតិនិងកងទ័ពកម្ពុជានឹងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដីសម្ដេចបញ្ជាក់ដែរថាគណៈកម្មាធិការព្រំដែននឹងដោះស្រាយដោយជួបគ្នានៅចុងខែមិថុនាខាងមុខនេះដើម្បីធ្វើការចរចាបន្ថែមទៀតសូមរំលឹកថាហេតុការណ៍ប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជាថៃបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី28ខែឧសភាឆ្នាំ2025នៅតំបន់ព្រំដែនមុំបីស្ថិតក្នុងស្រុកជាំខ្សានខេត្តព្រះវិហារបណ្ដាលឲ្យទាហានកម្ពុជាម្នាក់ពាក់លីភ្លាមក្រោយការប៉ះទង្គិចកិច្ចចរចារវាងភាគីកម្ពុជាថៃបានធ្វើឡើងជាបន្តបន្ទាប់និងតាមឋានានុក្រមខណៈត្រៀមលក្ខណៈរបស់កម្ពុជាក្នុងហេតុការណ៍អាក្រក់ណាមួយក៏ត្រូវធ្វើឡើងព្រមគ្នាដែរតាមរយៈការចល័តទ័ពទៅតំបន់ដែលប៉ះទង្គិចតារា Cambodia News